សម្រាប់បងប្អូនដែលគាត់ចង់កំណត់នៅពេលដែលគេ call មកលេខទូរស័ព្ទរបស់យើងនឹងឲ្យឮចេញជាបទចម្រៀងបងប្អូនណាហ្នឹងហើយតោះកុំនៅចាំយូរតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចុចចេញមក home មកបងប្អូនទៅមើលកម្មវិធី Play Store បាទចុចចូលកម្មវិធី Play Store បងប្អូនត្រូវដំឡើងកម្មវិធីមួយនេះសិនបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងអនុវត្តជូនបងប្អូនតែម្ដងបើសិនជាខ្ញុំបាទចុចចូលពាក្យថា open នេះតែម្ដងគឺចេញបទចម្រៀងទាំងអស់តែម្ដងចំណុចហ្នឹងហើយបាទពេលខ្លះក៏វាបាទអត់លោតចេញអញ្ចឹងទេតើយើង connect យកបងប្អូនបាទនេះបាទចុចបាទ uninstall មួយសិនដើម្បីតម្លើងឲ្យបងប្អូនសារថ្មីបាទឥឡូវខ្ញុំចុចតម្លើងសារថ្មីបាទកន្លែងនេះឲ្យវាលោតចេញមកពាក្យថា open មកខ្ញុំនឹងបង្ហាញបងប្អូនតាមលំដាប់លំដោយឲ្យបងប្អូនអាចធ្វើបានអញ្ចឹងណាបងប្អូនពេលដែលបងប្អូនតម្លើងរួចរាល់ហើយបងប្អូនចុចពាក្យថា open ហើយបងប្អូនចុចនៅខាងលើវាបងប្អូនហ្នឹងហើយចុចចូលមកបងប្អូនចុចពាក្យថា allow បាទអញ្ចឹងចេញមកវាតម្រង់បែបនេះបងប្អូនណាហ្នឹងហើយចេញតម្រង់បែបហ្នឹងបាទអញ្ចឹងវាអត់ទាន់មានបទចម្រៀងចូលទេបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនគាត់ទៅចុចប៉ះលើ music ហ្នឹងមកបងប្អូននេះ add ណាបាទ add music របស់យើងមក add ចូលមកបើសិនជាបងប្អូនអត់ឃើញមាន load បទចម្រៀងចូលនៅក្នុងបាទអាល់ប៊ុមរបស់យើងទេបងប្អូនចុចចូលឡើងចុចចូលឡើងមកហើយបងប្អូនចុច allow ចុចបាទ allow ទៀតមកបាទបងប្អូនឃើញ load ចូលហើយឃើញទេបាទឃើញ load ចូលបទចម្រៀងរបស់យើងឃើញទេបាទលោតចូលឃើញបងប្អូនណាចឹងបងប្អូនបាទពេញចិត្តនៅបទចម្រៀងមួយណាបងប្អូនគាត់ចាក់ស្ដាប់ចឹងណាហ្នឹងខ្ញុំឧទាហរណ៍ណានេះសិតជាបទចម្រៀងរបស់យើងដែលយើងបានconnectចូលមិញហ្នឹងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយកបទចម្រៀងខាងក្រោមនេះបាទអោស្ពានប៉ំប៉ាអញ្ចឹងបងប្អូនស្ដាប់បន្តិចសិនបាទតោះមកបងប្អូនចុចកន្លែងនេះដើម្បី down វាអញ្ចឹងបងប្អូនបាទចុចចូលទីនេះមកហើយបងប្អូនមើលខាងក្រោមនេះកន្លែងរូបបណ្ដឹងបងប្អូនឃើញទេបាទបងប្អូនចំណាំរូបបណ្ដឹងនឹងទៅបាទចុចបាទ select មក select កន្លែងរូបបណ្ដឹងហ្នឹងបាទឥឡូវយើង set រួចរាល់ហើយបងប្អូនចុចចេញមកវិញបងប្អូនណាចុចចេញមកបងប្អូនត្រូវមើលបាទកម្មវិធី setting បងប្អូនមកដើម្បីយើងដាក់កំណត់បងប្អូនណាដាក់កំណត់ដើម្បីពេលដែលគេ call មកចូលលេខទូរស័ព្ទរបស់យើងឬបទចម្រៀងនឹងតែម្ដងបងប្អូនចុចចូលពីថា setting បងប្អូនអូក្រឡើងលើបងប្អូនរកមើលពីនេះបាទបងប្អូនឃើញបាទរូបដែលមានសញ្ញាបាទ sound បងប្អូនណានេះឃើញទេកន្លែងហ្នឹងបងប្អូនកត់សម្គាល់ណាហ្នឹងហើយចុចចូលមកបន្តមកបងប្អូនមើលកន្លែងនេះបាទ ring tone បងប្អូនណាចុចចូលកន្លែងហ្នឹងមកខ្ញុំបិទ silent សិនបងប្អូនណាបិទ silent សិនដោយសារខ្ញុំបានភ្ជាប់បទចម្រៀងពីមុនមករួចមកហើយបងប្អូនណាហ្នឹងហើយអញ្ចឹងដើម្បីបងប្អូនបាទចង់បានបទចម្រៀងដែលយើងបាន add មកមិញហ្នឹង down មិញបងប្អូនចុចកន្លែងសញ្ញាលេខបូកហ្នឹងមកបាទរកមើលសិនមកបាទយើងនេះដូចជាសក់ខ្មែរបងប្អូនណាជាសក់ខ្មែរនេះបងប្អូនណាបងប្អូន select មកបាទ select ចឹងជួយ5បាទនេះបងប្អូនណាបទចម្រៀងដែលខ្ញុំបានបាទ add មកមិញហ្នឹងបាទពីកម្មវិធី music ណាបងប្អូនបាទហ្នឹងហើយឲ្យស្ពានប៉ំប៉ាហើយបទចម្រៀងនេះគឺខ្ញុំច្រៀងផ្ទាល់តែម្ដងបងប្អូនណាអញ្ចឹងខ្ញុំ add មកពីបទហ្នឹងបងប្អូនបាទបទខាងលើនេះមួយហើយនឹងបទស្ពានប៉ំប៉ាហ្នឹងដែលខ្ញុំបានបង្ហាញបងប្អូនហ្នឹងបងប្អូនអាចបាទចូលអនុវត្តតាមវីដេអូរបស់ខ្ញុំបានណាបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំសូមបអនសំឡេងសិនព្រោះខ្ញុំដាក់ silent ណាបងប្អូនណានេះដាក់ silent បើសិនខ្ញុំ select យកបាទ select យកដល់អស្ពានប៉ំប៉ាពេលដែលគេ call មកលេខរបស់ខ្ញុំគឺឮបទចម្រៀងអស្ពានប៉ំប៉ាបើសិនខ្ញុំ select យកកន្លែងនេះបាទ select យកកន្លែងនេះបងប្អូនណានេះ call background sound នេះអញ្ចឹងបាទកន្លែងនេះក៏ជាបទចម្រៀងដែរបងប្អូនណាហ្នឹងហើយគឺខ្ញុំបានបាទដាក់ណាបងប្អូនបាទបានដាក់យូរហើយនេះបាទនេះខ្ញុំទៅ add មកមិញទេបងប្អូនណាហ្នឹងហើយអញ្ចឹងពេលដែលខ្ញុំបាទចុច select យកបាទអស្ពានប៉ំប៉ានេះអញ្ចឹងពេលដែលគេ call មកលេខទូរស័ព្ទរបស់ខ្ញុំគឺឮបទនឹងតែម្ដងបើខ្ញុំ select យកខាងលើនេះពេលដែលគេ call មកលេខទូរស័ព្ទខ្ញុំឬបទចម្រៀងនៅខាងលើតែម្ដងឥឡូវខ្ញុំសូមប្រអន់បន្តិចសិនបងប្អូនណាហ្នឹងហើយប្រអន់នៅសល់ត្រឹមនេះខ្ញុំចាប់ដើម select អស្ពានប៉ំប៉ាមកខ្ញុំជួយ5បងខ្ញុំដាក់ silent វិញបងប្អូនណាដាក់ silent ឥឡូវខ្ញុំselect យកបទចម្រៀងខាងលើវិញម្ដងបាទបើសិនជាបងប្អូនបាទ add 3 4 5បទក៏បានដែរបងប្អូនណាហ្នឹងហើយបងប្អូនពេញចិត្តពេលដែលគេ call មកលេខទូរស័ព្ទរបស់យើងបងប្អូនចង់ឲ្យឮបទណាបងប្អូន select យកបទហ្នឹងមកបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់បាទ select យកខាងលើបងប្អូនណាហ្នឹងហើយអញ្ចឹងវានឹងឮបងប្អូនណាហ្នឹងហើយគុំយំនុលអឃើញបងប្អូនណាហ្នឹងហើយពេលបងប្អូនចង់បានបទអោស្ពានប៉ំប៉ាឬក៏បទអីផ្សេងដែលបងប្អូនពេញចិត្តណាហ្នឹងហើយបងប្អូនបាទចុចមកណាបងប្អូនគាត់ចុច select វាអញ្ចឹងមកចាំស្លាយបងប្អូនគាត់តែកំណត់ប៉ុណ្ណឹងមកបងប្អូនចង់បានបទណាបងប្អូនចុច select មកគឺអូខេបងប្អូនបាទ
វីដេអូមានប៉ុណ្ណឹងទេបងប្អូនណាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះតាមដានមកដល់ចប់បាទសូមជម្រាបលា